Chấm riệp xua bong bồn tao kia ngọไปមុនហ្នឹងខ្ញុំថតវីដេអូនិយាយឡើងមកហូហែអត់ជាប់សោះអីយ៉ាប់មែនវ៉ៃឥឡូវម្ដងទៀតកុំខឹងមូម៉ៅខាងក្រោយឃ្លាំងនឹងថ្ងៃថ្ងៃរះពីទិសខាងកើតមករៀងចាំងថ្ងៃតិចចាដៃម្ខាងកាន់ទូរស័ព្ទអញ្ចឹងមិនបានជំរាបសួរបងប្អូនទាំងដៃសងខាងទេមានតែដៃម្ខាងសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសនិងក្រៅប្រទេសថ្ងៃនេះខ្ញុំចង់ចែករំលែកបន្តិចតាក់ទងនឹងបញ្ហាមាសមិនមែនបញ្ហារឿងនយោបាយទៀតទេចំនួនខ្មែរថៃទេគឺតាក់ទងបញ្ហាមាសយើងឃើញថាមាសមួយរយៈនេះមួយថ្ងៃនេះគឺឡើងខ្លាំងមែនតើពីម្សិលមិញឡើងមួយជី630ចាអញ្ចឹងថ្ងៃនេះយើងមិនដឹងថាតើឡើងឬក៏ចុះទេវាអាចនឹងឡើងទៀតឬក៏យ៉ាងម៉េចហើយខ្ញុំចង់ចែករំលែកហ្នឹងគឺសម្រាប់អ្នកដែលគាត់មានមាសគាត់លក់តាំងពីមាសនៅមួយជី500ជាងឬក៏មួយជី600ហើយអញ្ចឹងគាត់ពិបាកចិត្តគាត់អត់សប្បាយចិត្តទេគាត់គិតទៅណាថាបើសិនជារងចាំពេលនេះប្រហែលជាគាត់ចំណេញច្រើនអីចឹងទៅអញ្ចឹងខ្ញុំចង់ចែករំលែកការពិតអ្នកដែលមានមាសលក់អត់គួរមានផ្នត់គំនិតហ្នឹងទេតែអញ្ចឹងទេគឺយើង stress យើងអត់សប្បាយចិត្តនឹងបញ្ហាផ្លូវចិត្តខ្ញុំមានមាសលក់នៅប្រហែលថ្ងៃមុនចាពេលមាសមួយជី609ចាមាសមួយជី609ហើយពីម្សិលមិញមាសមួយជី630ខុសទៅគ្នាឆ្ងាយច្រើនហ្នឹងហើយតែសួរថាខ្ញុំស្ដាយខ្ញុំអត់ស្ដាយទេចាបើយើងធៀបពីដំបូងហើយយើងមកលក់ឥឡូវក៏យើងចំណេញដែរគ្រាន់តែចំណេញតិចចំណេញច្រើនតែក្នុងរូបភាពថាយើងនៅតែចំណេញអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវរក្សាអារម្មណ៍អញ្ចឹងសម្រាប់អ្នកដែលលក់ដើម្បីចំណេញយើងអាចលក់បានហ្នឹងហើយអ្នកដែលអត់មានមាសលក់ក៏យើងត្រូវរក្សាផ្លូវចិត្តផងយើងដែរធ្វើម៉េចបើយើងអត់មានលុយអានេះជាអ្វីដែលខ្ញុំចង់ចែកម្លែកហើយអ្នកខ្លះក៏គាត់រងចាំទិញមាសហើយទិញមាសក្នុងរយៈពេលនេះខ្ញុំគាត់ថាអត់គួរទិញទេណាបងប្អូនចាអានេះពីផ្នត់គំនិតខ្ញុំបើសិនជាបងប្អូនគាត់ថាអូខ្ញុំចង់ទិញខ្ញុំចង់អីអាហ្នឹងគឺវាជាជំរើសរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាខាងក្រោយទេសភាពស្អាតហើយប៉ុន្តែសម្រាប់ពីខ្ញុំផ្ទាល់គឺមាសកំពុងតែឡើងអញ្ចឹងបងប្អូនមិនគួរទិញទេហើយការទិញមាសដើម្បីចំណេញហ្នឹងគឺយើងត្រូវទុករយៈពេលយូរចាយើងទុករយៈពេលយូរខ្ញុំលើកឧទាហរណ៍ថាបងប្អូនមានលុយ1000ហ្នឹងត្រូវចំណាយប្រចាំថ្ងៃឬក៏អីចឹងទៅចាបើបងប្អូនឮតាមគេតាមឯងថាអូតិចទៀតមាសឡើងដល់700មួយជី700អីចឹងទៅបងប្អូនទិញក្នុងពេលហ្នឹងយក1000ហ្នឹងទិញទៅបុកវាហានិភ័យវាហានិភ័យណាបងប្អូនបើសិនជាបងប្អូនមាន1000បងប្អូនចង់វិនិយោគមាសក្នុងពេលនេះបានប៉ុន្តែបងប្អូនទិញទៅត្រឹម10%ឬក៏20%បានន័យថា1000យើងអាចទិញអស់100ឬក៏$200អញ្ចឹងទៅចាទុកចាំដល់បើ700មែនក៏យើងលក់ទៅក៏យើងចំណេញខ្លះដែរអូខេចាហ្នឹងបងប្អូនអត់មានហានិភ័យអ្នកខ្លះគ្រាន់តែឮថាគេឡើងថ្លៃចុះលឹមឲ្យយកលុយទាំងដល់ទៅទិញមាសអញ្ចឹងបើមាសធ្លាក់ចុះភ្លាមគឺយើងនឹងគ្រោះថ្នាក់ណាចាហើយតែគ្រោះថ្នាក់ហ្នឹងវាមិនជាអ្វីដែលហានិភ័យខ្លាំងទេបើសិនជាបងប្អូនលុយហ្នឹងអត់មានយកត្រូវធ្វើការអីផ្សេងបងប្អូនត្រូវទុករយៈពេលយូរទៀតយើងមិនដឹងថាពេលណាមួយដែលមាសនឹងឡើងថ្លៃគំហុបដូចពេលហ្នឹងចាចឹងបងប្អូនត្រូវចាំថាមាសឡើងឬក៏ចុះវាអាស្រ័យទៅលើសេដ្ឋកិច្ចនយោបាយវាមានកត្តាច្រើនខ្ញុំលើករឿងសេដ្ឋកិច្ចនយោបាយរបស់ប្រទេសធំទេព្រោះប្រទេសតូចវាមិនជាបញ្ហាអីទេតែប្រទេសធំនៅពេលដែលគាត់ឆ្លោះគ្នាគឺវាមានបញ្ហាដល់ប្រទេសតូចហ្នឹងហើយនឹងជុំវិញពិភពលោកយើងឃើញហើយថាមួយរយៈមុនដែលលោកប្រធានាធិបតី Donald Trump បានចុះទៅចាប់នាយករដ្ឋមន្ត្រីប្រធានាធិបតីរបស់វេណេស៊ុយអេឡាប្រទេសហ្នឹងហើយនឹងគាត់គម្រាមធ្វើការចង់កាន់កាប់ Greenland ការកោះ Greenland ហ្នឹងអញ្ចឹងទៅគាត់មានការគេហៅថាទាស់គ្នាជាមួយនឹងសម្ព័ន្ធមិត្តភក្តិគាត់មហាអំណាចផ្សេងដូចជាបារាំងដូចសហភាពអឺរ៉ុបអីអញ្ចឹងណាតែគេឃើញថាទង្វើផងគាត់វាប្រៀបដូចជាចង់ក្តោបក្តាប់ពិភពលោកពេកអញ្ចឹងវាអាចនឹងបង្កហា
ភ័យសង្គ្រាមធំតែខ្ញុំសម្រាប់ខ្ញុំខ្ញុំគិតថាលោកប្រធានាធិបតីដូណាល់ត្រាំគាត់ធ្វើអញ្ចឹងមែនតែភាគច្រើនគឺគាត់យកគេហៅថាសង្គ្រាមបែបដាក់ពន្ធដារហ្នឹងហើយពន្ធបើថាស៊ីសាច់ហត់ឈាមសង្គ្រាមវាយគ្នាអីខ្ញុំគិតថាលោកប្រធានាដូណាល់ត្រាំគឺគាត់មិនចង់បានរូបភាពបែបហ្នឹងទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយបានជាគាត់ចាត់វិធានការចាប់ប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយឡាដ៏ស្ងៀមស្ងាត់ហើយនឹងទទួលបានជោគជ័យដោយមិនប៉ះពាល់ទៅដល់ប្រទេសគេហើយនឹងប្រជាពលរដ្ឋផងគេអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនថាមាសឡើងថ្លៃគឺដោយសារកត្តានឹងវាអាចនឹងមានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលគាត់មានការសម្រុកទៅទិញមាសទុកអញ្ចឹងវាធ្វើឲ្យមាសចាប់ផ្ដើមឡើងថ្លៃតែខ្ញុំជឿថាបញ្ហាហ្នឹងគឺវាមិនយូរទេវានឹងចុះថយមកវិញយើងឃើញថានៅពេលដែលប្រទេសមហាអំណាចធំគាត់ត្រូវគ្នាគាត់គ្រប់គ្រងបានលុយដុល្លារនឹងចាប់ផ្ដើមឡើងថ្លៃវិញចាហើយកុំបារម្ភអីបងប្អូននៅក្នុងសម័យកាលនេះហើយនៅពេលដែលប្រទេសនីមួយគាត់មានបញ្ហាក៏មិនបញ្ហាយូរដែរគាត់នឹងធ្វើការដោះស្រាយដោយយន្តការរបៀបម៉េចហ្នឹងហើយអញ្ចឹងខ្ញុំឲ្យយោបល់សម្រាប់អ្នកដែលលក់មាសឲ្យតបានចំណេញណាកុំមានការស្ដាយអញ្ចឹងទេយើងមានបញ្ហាផ្លូវចិត្តហើយអ្នកដែលមិនមានលុយទិញមាសគឺយើងសែនសំលុយទៅហើយក៏យើងមិនត្រូវកើតទុកពិបាកចិត្តដែរណាហើយអ្នកដែលចង់ទិញមាសគឺក្នុងស្ថានភាពនេះខ្ញុំមិនលើកទឹកចិត្តទេប៉ុន្តែបើសិនយើងតាមដានថាមាសវាចុះត្រឹម500ស្ដើងឬក៏400អីយើងអាចទិញបានចាប៉ុន្តែការទិញហ្នឹងគឺយើងទិញធ្វើម៉េចចំនួនទឹកលុយផងយើងដែលគេហៅថាយកទៅវិនិយោគយើងកុំទិញកុំហូបចង់ចំណេញជ័យឆាប់ព្រោះមាសវាអាចរយៈពេលយូរណាមួយទៅវានឹងហក់លោតឡើងខ្លាំងទៀតណាចាអានេះគឺជាការឲ្យយោបល់របស់ខ្ញុំទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងអត់មាននិយាយរឿងតាក់ទងនឹងរឿងទម្លាប់ខ្មែរថៃទេតែនិយាយតាក់ទងនឹងរឿងមាសព្រោះដោយសារតែប្រធានបទមួយរយៈនេះវាក្តៅខ្លាំងរឿងទិញលក់មាសណាហ្នឹងហើយអូខេខ្ញុំមានតែប៉ុណ្ណឹងបងប្អូនទាំងអស់គ្នា